ភ្នែកគឺជាអ្វីដែលកើតឡើងនៅពេលដែលមាត់របស់អ្នកមិនអាចរៀបរាប់បានថាតើបេះដូងរបស់អ្នកកំពុងឈឺចាប់កម្រិតណាពីព្រោះការឈឺចាប់ខ្លះគឺហួសជ្រៅពីពាក្យសម្ដីនិងថ្លែងបានអ្នកព្យាយាមធ្វើឲ្យខ្លួនឯងរឹងមាំអ្នកប្រាប់ខ្លួនឯងថាមិនអីទេប៉ុន្តែនៅខាងក្នុងចិត្តអ្វីម្យ៉ាងកំពុងតែប្រឆាហើយនៅពេលដែលអ្នកមិនអាចនិយាយវាចេញមកបានភ្នែករបស់អ្នកនឹងធ្វើរឿងនោះជំនួសអ្នកទឹកភ្នែកបាននាំយកនៅអ្វីដែលពាក្យសម្ដីមិនអាចបញ្ចេញទៅរួចទាំងភាពតានតឹងការចងចាំនិងទម្ងន់នៃទុក្ខសោកដែលអ្នកបានលាក់ទុកនៅក្នុងចិត្តហើយប្រហែលជាបែបនេះហើយទៅការយំមិនមែនជាភាពទន់ជ្រាយនោះទេវាគឺជាវិធីដែលរាងកាយរបស់អ្នកស្វែងរកផ្លូវដើម្បីនិយាយអ្វីដែលកំពុងស្ទះក្នុងចិត្តនៅពេលដែលអ្នកមិនដឹងថាត្រូវនិយាយដោយរបៀបណាអរគុណទឹកភ្នែកដែលជួយរំលែកភាពឯកាឈឺចូលហួរនឹងខ្លែងបងឈឺក្រងគ្រាតែមាត់បងមិនអាចវាចាទំនុននៃទុកសោ